នារីម្នាក់នេះត្រូវចេញវីដេអូសុំទោសប្តីជារៀងរាល់ថ្ងៃព្រោះតែឲ្យគេរឿងប្តីមានស្រីនៅតាមអ៊ីនធឺណិតក៏ប៉ុន្តែវគ្គបញ្ចប់ប្តីនឹងទេគឺជាអ្នកស្ដាយក្រោយហើយនឹងអាម៉ាស់ជាទីបំផុតនារីជាប្រពន្ធមានឈ្មោះថានីវណាណារស់នៅក្នុងខេត្តហឺណានរបស់ប្រទេសចិនហើយរឿងរបស់គាត់ទៅតែកើតឡើងទេនៅខែ1ឆ្នាំ2026នេះពេលដំបូងហ្នឹងគឺចែកប្តីហ្នឹងមានឈ្មោះថាកៅហ្វៃលួចមានស្រីហើយស្រីហ្នឹងក៏ធ្លាប់រៀបការហើយទៀតប្តីនិងស្រីលួចតាក់ទងគ្នាឡើង5ឆ្នាំព្រោះពួកគេធ្វើការនៅកន្លែងជាមួយគ្នាហើយប្រពន្ធអត់ដឹងទេដល់ពេលប្រពន្ធដឹងវិញក៏បង្ហោះរឿងផាត់ក្បត់ហ្នឹងនៅក្នុងអ៊ីនធឺណិតបង្ហោះជារូបភាពស្លឹកហើយក៏បង្ហាញព័ត៌មានផ្ទាល់ខ្លួនរបស់ប្តីដូចជាមុខអីចឹងទៅហើយប្តីក៏បានដាក់មេធាវីប្តឹងប្រពន្ធពីបទបរិហាគេធ្វើឲ្យខូចកេរ្តិ៍ឈ្មោះហើយចៅក្រមក៏បានកាត់ក្តីឲ្យប្រពន្ធលុបផុសមួយណាសំខាន់ក៏ត្រូវចេញវីដេអូសុំទោសប្តីយ៉ាងហោចណាស់15ថ្ងៃហើយវីដេអូសុំទោសហ្នឹងត្រូវផុសតាមអ៊ីនធឺណិតហាមលុបហាមអីជាដាច់ខាតដោយសារតែចៅក្រមអត់បានប្រាប់ទេថាវីដេអូហ្នឹងត្រូវនិយាយអីខ្លះចឹងណាណាមានសិទ្ធិធ្វើវីដេអូតាម style របស់ខ្លួនហើយណាណាក៏បានធ្វើវីដេអូតាម style របស់ខ្លួនម៉ែសុំទោសកៅហ្វៃទោះបីជាបងមានស្រីរយៈពេល5ឆ្នាំក៏ខ្ញុំមិនគួរផុសបរិហាគេបងនៅក្នុងអ៊ីនធឺណិតចឹងដែរហើយវីដេអូមួយហ្នឹងក៏ល្បីមនុស្សនៅក្នុងអ៊ីនធឺណិតក៏ចាប់ផ្ដើមចាយបើធ្វើវីដេអូសុំទោសគួរតែបង្ហាញឲ្យច្បាស់ថាសុំទោសណាគេកៅហ្វៃហ្នឹងមកប្រទេសឈ្មោះចឹងច្រើនមែនតើដល់ពេលចាយអត់បង្ហាញចឹងធ្វើមកគេដឹងថាសុំទោសណាគេហើយដល់មកណាណាក៏ចាប់ផ្ដើមបង្ហាញច្បាស់ជាងមុនសុំទោសកៅហ្វៃមានតំណែងការងារជាប្រធានផ្នែកនៅក្រុមហ៊ុននេះធ្វើការនៅកន្លែងនេះទោះបីជាកៅហ្វៃលួចមានស្រីដល់តែ5ឆ្នាំមិនដែលបំពេញតួនាទីការងារជាប្តីល្អជាឪពុកល្អមិនដែលយកកូនចេញពីសាលារៀនយកពេលឲ្យតែមនុស្សស្រីយកលុយដែលខំសន្សំរួមគ្នាទិញអីវ៉ាន់ឲ្យមនុស្សស្រីក៏ណាណាជាប្រពន្ធអត់គួរផុសហើយគេស្វាមីនៅតាមអ៊ីនធឺណិតចឹងដែរហើយណាណាក៏ចាប់ផ្ដើមបង្ហាញផុសតាំងជាច្រើនគ្រាន់តែលើកហ្នឹងគេប្លើមកហើយដោយសារវីដេអូហ្នឹងមានរយៈពេល15ថ្ងៃចឹងនិយាយពីថាហើយគេចេញលក្ខតិចអស់ហ្មងមានទាំងរឿងប្តីហ្នឹងធ្លាប់វាយប្រពន្ធមិនខ្លះហើយដោយវីដេអូចុងក្រោយដែលត្រូវផុសនេះបានកំសត់ខ្លាំងអានេះខ្ញុំស្រង់ឃ្លាខ្លះៗដែលគាត់និយាយឯងអ្វីគ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំខុសដែលចាប់ទុកថាកដាអាពាហ៍ពិពាហ៍គឺជាការសន្យាស្នេហាស្មោះស្ម័គ្រខ្ញុំខុសដែលជឿលើរឿងសុភមង្គល100ឆ្នាំវាជាកំហុសរបស់ខ្ញុំដែលជឿពាក្យផ្អែមល្ហែមពីបីម៉ាត់របស់អ្នកចំណាយពេលវេលារស់នៅជាមួយគ្នារាប់ឆ្នាំដែលគ្មានន័យខ្ញុំខុសដែលមិនជ្រើសរើសភាពស្ងៀមស្ងាត់បន្ទាប់ពីដឹងថាអ្នកបានលួចផាត់ក្បត់ខ្ញុំធ្វើឲ្យអ្នកកៅហ្វៃបាក់មុខខូចកិត្តិយសខ្លាចទៅជាទីសោយចំអករបស់អ្នកចិត្តខាងខ្ញុំសូមទោសគ្រប់យ៉ាងគឺជាកំហុសរបស់ខ្ញុំចំពោះវិស័យអ៊ីនធឺណិតមួយមិនថាស្រុកយើងមិនថាស្រុកគេមានរឿងអាស្រូវបែបហ្នឹងហើយនៅមិនសុខទេប្តីហើយនឹងស្រីម្នាក់នងឥឡូវនេះត្រូវបានមេដេញចេញពីកន្លែងធ្វើការងារហើយបកមកប្រពន្ធដើមវិញមានតែគេគាំទ្រតែសារជាមួយនឹងលើកទឹកចិត្តពិសាតែវីដេអូសុំទោសនឹងធ្វើឲ្យគាត់ល្បីខ្លាំងចឹងប្រកាសណាស់ងាអនាគតទោះបីគាត់ចង់ធ្វើអីក៏មានគេគាំទ្រគាត់ដែរនេះហើយជាលទ្ធផលមនុស្សល្អនៅតែគេគាំទ្រដល់ពេលមនុស្សអាក្រក់វិញពេលគេដឹងតែមានទុកដល់ខ្លួនចុះអ្នកទាំងអស់គ្នាវិញបន្ទាប់ពីស្ដាប់ហើយមានមតិយោបល់អីបន្ថែមទៀតអត់កុំភ្លេចខមមិននៅខាងខម